នេះគឺជាដីចម្ការនៅខាងខេត្តកំពង់ធំបងប្អូនគឺជាប្រភេទដីខ្សាច់សចឹងសម្រាប់បងប្អូនដែលដាំស្វាយចន្ទីដឹងហើយប្រភេទដីខ្សាច់ហ្នឹងគឺពិបាកណាស់ពិបាកទី1គឺវាឆាប់អស់សារធាតុចិញ្ចឹមគឺអស់សារធាតុចិញ្ចឹមមានថាការកង្វះសារធាតុចិញ្ចឹមនៅក្នុងដីគឺវាខ្ពស់ចឹងបងប្អូននេះចន្ទីរបស់គាត់ឥឡូវនេះគឺមានផ្កាហើយផ្កាមិនមកធម្មតាទេបងប្អូនគឺស្រស់ពេញដើមមកហើយចឹងសម្រាប់ផ្កាមកបែបនេះមិនមែនជាភាពចៃដន្យដែលដើមចន្ទីវាអាចផលិតផ្កាយើងដោយឯងទេគឺជាកត្តាដែលម្ចាស់ចការចន្ទីគាត់មើលថែដិតដល់ម្ចាស់ចការចន្ទីគាត់ប្រើប្រាស់ជីបំពន់ប្រើប្រាស់ថ្នាំការពារបានត្រឹមត្រូវទាន់ពេលវេលាដែលជំរុញឲ្យចន្ទីគឺมันមានភាពយឺតយ៉ាវក្នុងការផលិតត្រួយផលិតផ្កាហើយក៏มันមានភាពការគាំងអត់ទាន់ចេញអីមួយបាទឥឡូវនេះគឺផ្កាបានស្រស់ហើយអញ្ចឹងសម្រាប់បងប្អូនដែលនៅខេត្តផ្សេងទៀតតើនៅក្នុងខែ12 2025នេះហើយតើចន្ទីបងប្អូនស្ថិតនៅក្នុងដំណាក់កាលណានៅក្នុងការមើលថែចន្ទីដែរបាទអញ្ចឹងអាច comment ចែករំលែកនៅក្នុងវីដេអូនេះបានអញ្ចឹងវីដេអូនេះខ្ញុំសូមចែករំលែកតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូក្រោយបាទ